សម្រាប់ដំណាំដែលនៅក្នុងកសិដ្ឋានយើងខ្ញុំគឺដំណាំដែលនាំមកគេគឺប្រភេទក្រូចឆ្មាខ្មែរហើយនិងក្រូចសើចខ្មែរនិយាយរួមទៅគឺឆ្នាំនេះគឺវ៉ាហ្មងបងប្អូនវ៉ាដាច់ហ្មងបងប្អូនគឺមានតម្រូវការច្រើនមែនតើអញ្ចឹងបើសិនបងប្អូនចង់ដាំជាប្រភេទក្រូចសើចខ្មែរបងប្អូនអាចធ្វើការតាក់ទងកំងបានអញ្ចឹងបើសិនបងប្អូនមានបំណងចង់ដាំជាប្រភេទដំណាំណាមួយបងប្អូនអាចធ្វើការឆាតចូលเพจសួរព័ត៌មានបន្ថែមបានឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ឆាតចូលក្នុង Telegram រួមទៅខាងកសិកម្មក្រុងខ្មែរក្រុងពោធិ៍សាត់យើងខ្ញុំគឺមានសេវាផ្ញើជូន25ខេត្តក្រុងសម្រាប់បងប្អូនដែលគាត់មានតម្រូវការច្រើនដើមខាងកសិដ្ឋានយើងខ្ញុំគឺមានឡានសម្រាប់ដឹកជូនបងប្អូនដល់ទីតាំងចាបងប្អូនមួយទៀតបងប្អូនដែលមានតម្រូវការតិចដូចជាដាំលក្ខណៈគ្រួសារជុំវិញផ្ទះបងប្អូនអាចធ្វើការកំងបានចាប់ពី5ដើមហើយយើងធ្វើការវេចខ្ចប់ដាក់ជូនបងប្អូនតែម្ដងហើយក៏អរគុណបងប្អូនដែលតាមទទួលជាមកកម្មវិធីរបស់យើងខ្ញុំអរគុណទាំងឆោកាមាគឺទាំងអប្រាមាបីទាំងឆោអកាមាទាំងឆោកាមាគឺទាំងអប្រាមាបីសូមលោកកាយអោយាងមកប្រគុណខ្ញុំមកជួយអើយអបជ័យសូមលោកកាយអោយាងមកប្រគុណខ្ញុំមកជួយអើយអបជ័យសេរីយ៉ាអសួស្ដីសេរីសួស្ដីជោគជ័យអត់ណាដំសេរីយ៉ាអសួស្ដីសេរីសួស្ដីជោគជ័យអត់ណាដំគុណខ្ញុំមកជើញទាំងអរគ្រូធំសូមអញ្ជើញអរគ្រូតូចព្រះគុណខ្ញុំមកជើញទាំងអរគ្រូធំទេវតាហើយអិនទេវតាអិនព្រំមកជួយអសនាថិតទេវតាហើយអិនព្រំទេវតាអិនព្រំមកជួយអសនាថិតពើងាយអស់ស្នូកាប្រគុណខ្ញុំមក